សហព័ន្ធកីឡាខ្មែរហាប់គីដូបានធ្វើពិធីប្រគល់លិខិតបញ្ជាក់វិញ្ញាបនបត្រសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់ចំនួន3ពណ៌ជូនដល់កីឡាករកីឡាការិនីរបស់ខ្លួនចំនួន25នាក់បន្ទាប់ពីខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើតគុណភាពបច្ចេកទេសនៃកម្រិតនីមួយៗនាថ្ងៃទី28ខែធ្នូឆ្នាំ2025កន្លងទៅថ្មីនេះសហព័ន្ធកីឡាខ្មែរហាប់គីដូបានធ្វើពិធីប្រគល់លិខិតបញ្ជាក់វិញ្ញាបនបត្រនិងសញ្ញាបត្រសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់ចំនួន3ពណ៌ជូនដល់កីឡាករកីឡាការិនីរបស់ខ្លួនកាលពីល្ងាចថ្ងៃទី28ខែធ្នូឆ្នាំ2025កន្លងទៅថ្មីនេះបន្ទាប់ពីកីឡាករកីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើតគុណភាពបច្ចេកទេសនៃកម្រិតនីមួយៗលោកគូចហុងជាប្រធានស្ដីពីសហព័ន្ធខ្មែរកីឡាហាប់គីដូតំណាងអុកញ៉ាសៅសេងហាក់ប្រធានសហព័ន្ធបានកោតសរសើរនឹងវេតម្លៃខ្ពស់ចំពោះសិស្សគុណទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាច្រើនខែនិងជាង1ឆ្នាំនៃកម្រិតនីមួយៗរហូតដល់ទទួលបានការបញ្ជាក់ពីសហព័ន្ធបន្ថែមពីលើនេះលោកគូចហុងជាបានជំរុញនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីទាំងអស់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យមានគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីទទួលបានការបញ្ជាក់សញ្ញាបត្រនិងវិញ្ញាបនបត្រដំឡើងកម្រិតខ្សែក្រវ៉ាត់ខ្ពស់ជាងនេះបន្ថែមទៀតនាពេលខាងមុខនាឱកាសនោះផងដែរលោកគង់ច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានមានប្រសាសន៍ថាសម្រាប់កម្រិតខ្សែក្រវ៉ាត់បៃតងទទួលបានលិខិតបញ្ជាក់ខ្សែក្រវ៉ាត់ត្នោតទទួលបានវិញ្ញាបនបត្រនិងខ្សែក្រវ៉ាត់ខ្មៅទទួលបានសញ្ញាបត្រតាក់ទងទៅនឹងលក្ខខណ្ឌនៃការបញ្ជាក់ពីកម្រិតសមត្ថភាពលោកអគ្គលេខាធិការបានឲ្យដឹងថាសម្រាប់ការទទួលបានលិខិតបញ្ជាក់ពេលនេះគឺកីឡាករកីឡាការិនីត្រូវឆ្លងកាត់ការហ្វឹកហាត់រយៈពេល6ខែចំណែកការទទួលបានវិញ្ញាបនបត្រត្រូវហ្វឹកហាត់អស់រយៈពេល1ឆ្នាំនិងការទទួលបានសញ្ញាបត្រត្រូវហ្វឹកហាត់1ឆ្នាំកន្លះបន្ទាប់ពីធ្វើការហ្វឹកហាត់នេះដែរកីឡាករកីឡាការិនីក៏ត្រូវមានសមត្ថភាពដល់កម្រិតដែលទទួលស្គាល់ពីគ្រូបង្ហាត់ផងដែរកាត់ការវឹកហាត់ដែលយើងសង្កេតមើលទៅតាមបច្ចេកទេសកម្រិតពួកគាត់ឃើញថាគាត់នឹងឈានដល់កម្រិតមួយដែលយើងត្រូវទទួលស្គាល់នៅលើបច្ចេកទេសរបស់គាត់ទៅតាមកម្រិតខែនីមួយៗជាពិសេសគឺកម្រិតពួកគាត់ដែលត្រូវទទួលទៅតាមអ្វីដែលគាត់ត្រូវទទួលបានហើយចំពោះបច្ចេកទេសដែលយើងពិនិត្យជារួមដែលគាត់បង្ហាញកីឡាករកីឡាការិនីយើងឃើញថាបានប្រហែលជា 75% ដែរយើងនៅមួយចំនួនទូចដែលគាត់នៅការភាពស្វាហាប់ភាពក្លាហានរបស់គាត់ដែលគាត់អត់សូវមានក្នុងរយៈពេលចុងក្រោយនេះគឺពីអាណត្តិចុងក្រោយនេះឃើញថាសហព័ន្ធយើងកំពុងតែបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ដែរដោយបានរៀបចំប្រកួតជាលក្ខណៈជើងឯកយើងបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិហើយដូច្នេះហើយសមត្ថភាពរបស់កីឡាករកីឡាការិនីរបស់សហព័ន្ធយើងមួយចំនួនគឺថាគាត់មានបច្ចេកទេសកម្រិតខ្ពស់របស់គាត់ល្អដែរដែលគាត់អាចនឹងបង្ហាញឬក៏ចូលរួមនៅក្នុងព្រឹត្តិការណ៍ផ្សេងបានជាលក្ខណៈជាតិនិងអន្តរជាតិចឹងហើយបានសហព័ន្ធយើងប្រឹងប្រែងក្រោមការដឹកនាំរបស់លោកអុកញ៉ាសៅសិង្ហៈព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិយើងទាំងអស់ដែលជំរុញធ្វើម៉េចឲ្យសហព័ន្ធយើងខំប្រឹងបណ្ដុះបណ្ដាលកីឡាករកីឡាការិនីឲ្យបានច្រើនដើម្បីយើងរំពឹងទុកថាផែនការយើងទៅមុខយើងនឹងឈានទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានលើសគេហៅថាលើសពីមួយដងកុំឲ្យដូចឆ្នាំមុនបើយើងមានសមត្ថភាពមានលទ្ធភាពយើងនឹងអាចឈានទៅ2ដងឬ3ដងទៅជាលក្ខណៈគេហៅក្រៅប្រទេសហ្នឹងយើងឃើញថាមានការចាប់អារម្មណ៍មួយចំនួនធំដែរពីថ្នាក់ដឹកនាំឬក៏ម្ចាស់កម្មវិធីដោយសារកីឡាហាត់គីដូយើងវាមានបច្ចេកទេសច្រើនអញ្ចឹងហើយការសម្ដែងវាធ្វើឲ្យមានកម្រិតទស្សនានោះគឺថាគាត់មានចំណាប់អារម្មណ៍ច្រើនព្រោះបច្ចេកទេសយើងពីមួយទៅមួយយើងមានការបដូរខ្លះរហូតបាទដោយបានការជំរុញនិងការចង្អុលបង្ហាញពីឋានៈដឹកនាំសហព័ន្ធយើងអញ្ចឹងគ្រប់កម្មវិធីឲ្យតែមានការអញ្ជើញរបស់
ម្ចាស់កម្មវិធីយើងនឹងរៀបចំឲ្យកីឡាករកីឡាការិនីយើងនៅចូលរួមជាពិសេសគឺឲ្យតែគាត់មានពេលវេលាខ្លាចតែថាចំពេលវេលាខ្លះគាត់ជាប់សិក្សាព្រោះកីឡាករយើងភាគច្រើននៅសិក្សាអញ្ចឹងបើមានយើងនឹងជំរុញឲ្យគាត់ចូលរួមព្រោះការចូលរួមសម្ដែងគឺជាការជំរុញឲ្យគាត់នៅគេហៅថាភាពជាក់ស្ដែងគឺឲ្យគាត់ពង្រឹងស្មារតីពង្រឹងបច្ចេកទេសហើយនឹងចូលរួមសង្កេតមើលនៅក្នុងកម្មវិធីព្រោះក្នុងកម្មវិធីមួយមានលក្ខណៈចូលរួមច្រើនអញ្ចឹងឲ្យគាត់ចេះចាប់នៅចំណុចល្អៗដើម្បីយកចំណេះដឹងហ្នឹងមកអភិវឌ្ឍនៅកម្រិតបច្ចេកទេសរបស់គាត់ទៀតពោះសហព័ន្ធផ្នែកកីឡាហាប់គីដូយើងមិនថាកម្មវិធីតូចធំទេឲ្យតែម្ចាស់កម្មវិធីហ្នឹងមានចំណាប់អារម្មណ៍ចង់តំណែងតំណងមកសហព័ន្ធយើងខ្ញុំដើម្បីបញ្ជូនកីឡាករកីឡាការិនីយើងទៅសម្ដែងក្នុងកម្មវិធីផ្សេងអាចតំណែងតំណងមកបានគឺតាមរយៈលេខទូរស័ព្ទ012 715 និង 415ខាងសហព័ន្ធខ្ញុំនឹងចាត់ចែងឆ្លើយតបទៅតាមភាពជាក់ស្ដែងគូបញ្ជាក់ថាកីឡាករកីឡាការិនីដែលទទួលបានលិខិតបញ្ជាក់ខ្សែក្រវ៉ាត់បៃតងមានកីឡាករចំនួន3នាក់កីឡាការិនី3នាក់សរុបចំនួន6នាក់វិញ្ញាបនបត្រខ្សែក្រវ៉ាត់ពណ៌ត្នោតមានកីឡាករ6នាក់និងកីឡាការិនី2នាក់សរុប10នាក់និងសញ្ញាបត្រខ្សែក្រវ៉ាត់ខ្មៅមានកីឡាករ4នាក់និងកីឡាការិនី5នាក់សរុប9នាក់